ការបដិញ្ញាចិត្តនៅក្នុងការទប់ស្កាត់និងការបំផ្លាញស្រទាប់អូសូនខណៈអង្គការសហប្រជាជាតិនិងរដ្ឋាភិបាលចំនួន197ប្រទេសនៅទូទាំងពិភពលោកកំពុងប្រពខុបលើកទី30នៃការបង្កើតអនុសញ្ញាទីក្រុងវីយ៉ែនស្តីពីកិច្ចការពីស្រទាប់អូសូនក្នុងសារលិខិតអបអរសាទរទិវាអន្តរជាតិស្តីពីកិច្ចការពីស្រទាប់អូសូននៅថ្ងៃទី16កញ្ញាខាងមុខនេះសម្ដេចនាយករដ្ឋមន្ត្រីហ៊ុនសែនបានបង្ហាញឆន្ទៈយ៉ាងមោះមុតថារាជរដ្ឋាភិបាលកម្ពុជានឹងអនុវត្តឲ្យបានជោគជ័យនៅរាល់ភារកិច្ចរបស់ខ្លួនក្នុងការគ្រប់គ្រងការទប់ស្កាត់និងការលុបបំបាត់ការប្រើប្រាស់សារធាតុបំផ្លាញស្រទាប់អូសូនសម្ដៅរួមចំណែកដល់បេសកកម្មនិងយុទ្ធនាការរបស់អង្គការសហប្រជាជាតិក្នុងការធានាឲ្យបាននូវសុវត្ថិភាពស្រទាប់អូសូនគុណភាពបរិស្ថានការរស់នៅប្រកបដោយចីរភាពនិងភាពសុខដុមរមនារបស់មនុស្សសត្វនិងរុក្ខជាតិនៅលើភពផែនដីទាំងមូលក្នុងសារលិខិតដដែលសម្ដេចនាយកបានបន្តថាក្នុងនាមរាជរដ្ឋាភិបាលនិងប្រជាពលរដ្ឋកម្ពុជាសម្ដេចសូមចូលរួមអបអរសាទរជាមួយអង្គការសហប្រជាជាតិនិងរដ្ឋាភិបាលទាំងអស់លើសកលលោកដែលបានរួមគ្នាប្រារព្ធទិវាដ៏មានសារៈសំខាន់នេះដើម្បីប្រមូលផ្ដុំកម្លាំងថែរក្សាការពារនិងទប់ស្កាត់ការបំផ្លាញស្រទាប់អូសូនដែលជាប្រព័ន្ធការពារភពផែនដីពីកាំរស្មីពណ៌ស្វាយសម្ដេចធានាឲ្យបាននូវការរស់នៅដោយចីរភាពសម្រាប់មនុស្សជាតិគ្រប់ជំនាន់គូរំលឹកថាឆ្នាំ2015នេះពិភពលោកបានឯកភាពប្រារព្ធទិវាអូសូនក្រោមប្រធានបទ30ឆ្នាំនៃការរួមគ្នាធ្វើឲ្យប្រសើរឡើងនៅស្រទាប់អូសូនដើម្បីរំលឹកដល់កិច្ចខិតខំប្រឹងប្រែងរបស់មនុស្សជាតិក្នុងការថែរក្សាការការពារនិងទប់ស្កាត់ការបំផ្លិចបំផ្លាញស្រទាប់អូសូនហើយក៏ជាឱកាសបំផុសស្មារតីឲ្យមហាជនមកពីគ្រប់មជ្ឈដ្ឋានបន្តចូលរួមជាមួយរដ្ឋាភិបាលនៃបណ្ដារដ្ឋភាគីទាំងអស់ក្នុងការកាត់បន្ថយនិងការលុបបំបាត់ការប្រើប្រាស់សារធាតុបំផ្លាញស្រទាប់អូសូនហើយកាលពីឆ្នាំ2010ប្រទេសកំពុងអភិវឌ្ឍទាំងអស់ក្នុងនោះមានប្រទេសកម្ពុជាផងដែរបានសម្រេចបញ្ឈប់ការប្រើប្រាស់សារធាតុក្លូរ៉ូភ្លុយអូរ៉ូកាបូនសារធាតុហាឡុងសារធាតុកាបូនតេត្រាក្លូរ៉ាយដែលជាសារធាតុបំផ្លាញស្រទាប់អូសូនហើយចាប់ពីពេលនោះមកបណ្ដារដ្ឋភាគីទាំងអស់បាននឹងកំពុងអនុវត្តផែនការគ្រប់គ្រងការលុបបំបាត់សារធាតុហៃដ្រូក្លូរ៉ូភ្លុយអូរ៉ូកាបូនស្របតាមផែនការលុបបំបាត់សារធាតុបំផ្លាញស្រទាប់អូសូនរបស់ពិធីសារម៉ុងរ៉េអាល់